ស្ដីបងប្អូនអ្នកគ្នាបងប្អូនអ្នកខ្លះអត់ទាន់ចេះបង្កើត Apple ID ដោយខ្លួនឯងហើយនៅប្រើប្រាស់ Apple ID របស់គេជាថ្ងៃនេះខ្ញុំសូមណែនាំក៏ដូចជាបង្ហាញពីរបៀបនៃការបង្កើត Apple ID ដោយមិនចាំបាច់មាន email នោះទេហើយយើងអាចបង្កើតបានដោយខ្លួនឯងអញ្ចឹងដើម្បីបង្កើតបានដោយគ្រាន់តែបងប្អូនចូលទៅកាន់ setting បងប្អូននឹងឃើញពាក្យថា Apple account ក្នុងនោះបើសិនជាបងប្អូនអត់ទាន់ sign out នៅ Apple ID ចាស់ដែលបងប្អូនប្រើប្រាស់ជា Apple ID របស់គេឬក៏ជាងដែលគាត់បង្កើតឲ្យនៅពេលដែលបងប្អូនធ្វើការទិញទូរស័ព្ទហ្នឹងបងប្អូនអាចធ្វើការ sign out បានចូលទៅពាក្យថា Apple account ពេលដែលបងប្អូនចូលមកដល់នេះបងប្អូនត្រូវចុចពាក្យថា don't have an Apple account ចឹងចុចនៅលើនេះហើយក្នុងនោះវានឹងឲ្យជំរើសទៅកាន់បងប្អូនដែលក្នុងជំរើសទី1ទៅលើពាក្យថា child នោះមានន័យថាបងប្អូនមានអាយុរែងចាប់ពី12ឬក៏ក្មេងជាងហ្នឹងហើយពាក្យថា 10 ទី2នេះគឺបងប្អូនមានអាយុ13ដល់17ឆ្នាំហើយអាដាល់នេះគឺបងប្អូនមានអាយុ18ឬក៏អាយុច្រើនជាងហ្នឹងបងប្អូនអរគ្នាជិះទៅលើអាដាល់ក្នុងនោះបងប្អូនត្រូវបំពេញជាមួយនឹងឈ្មោះរបស់បងប្អូនឈ្មោះពិតណា first name ជាមួយនឹង last name ខ្ញុំធ្វើការដាក់អញ្ចឹងឧទាហរណ៍ខ្ញុំដាក់ឈ្មោះខ្ញុំបែបនេះតមកចូលដល់ date of birth ហើយឆ្នាំកំណើតរបស់យើងយើងចុច add នេះមកតមកបងប្អូនអាច select ថ្ងៃដែលបងប្អូនកើតឧទាហរណ៍កើតថ្ងៃ11អញ្ចឹងទៅហើយបងប្អូនអាចរើសថ្ងៃខែឆ្នាំអញ្ចឹងឧទាហរណ៍ខ្ញុំយកខែ3ហើយក្នុងនោះបងប្អូន select អាយុឲ្យលើសពី18ឆ្នាំណាចុះខ្ញុំយកឆ្នាំ2000អញ្ចឹងមកខ្ញុំចុច continue ចូលមកដល់កន្លែងនេះគឺបើសិនជាបងប្អូនមាន email បងប្អូនអាចដាក់ email នេះបានហើយបើសិនជាបងប្អូនអត់ទាន់មាន email ទេបងប្អូនត្រូវយកពាក្យថា do not have an email address ចឹងចុចលើពាក្យ box here ហ្នឹងតបមកវានឹងលោតពាក្យថា get an iCloud email address ចឹងយើងចុចទៅលើហ្នឹងមកកន្លែងនេះគឺមានថាយើងទទួលបាននៅ email ដែលជាលក្ខណៈរបស់ Apple @icloud.com ជឿខ្ញុំធ្វើការដាក់ទៅអញ្ចឹងខ្ញុំដាក់ថារាយុទ្ធ3334អញ្ចឹងមកហើយកន្លែងនេះ @icloud.com វាឲ្យយើងផ្ទាល់តែម្ដងអញ្ចឹងចូលមកដល់កន្លែងហ្នឹងបិទពាក្យថា continue អញ្ចឹងកន្លែងនេះមានន័យថា email បើលោតចេះវាធ្លាប់មានហើយអញ្ចឹងយើងធ្វើការបន្ថែមលេខមួយទៀតទៅអញ្ចឹងខ្ញុំថែមប៉ុណ្ណឹងទៀតទៅអញ្ចឹងពេលយើងចុចទៅមានថាបើវាលោតពាក្យថា create email ចេះមានន័យថាអត់ជាន់ជាមួយនឹង email អ្នកដទៃទេខ្ញុំនិយាយថា create email អញ្ចឹងចូលមកដល់នេះបងប្អូនធ្វើការដាក់ password អញ្ចឹងមិញ email របស់យើងឈ្មោះថារាយុទ្ធអីចឹងទៅអញ្ចឹងកន្លែង password នេះបងប្អូនអត់ត្រូវដាក់ឈ្មោះមានពាក្យបែបហ្នឹងទេបងប្អូនត្រូវដាក់ឈ្មោះអីផ្សេងឬក៏ពាក្យអីផ្សេងហើយផ្ដើមពីអក្សរធំបងប្អូនអរគ្នាអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការដាក់ហើយខ្ញុំចុចពាក្យថា continue អញ្ចឹងចូលមកដល់កន្លែងនេះយើងធ្វើការ verify ជាមួយនឹងលេខទូរស័ព្ទរបស់យើងអញ្ចឹងលេខទូរស័ព្ទរបស់យើងគឺនៅក្នុងផ្ទាល់តែម្ដងចុចខ្ញុំចុចពាក្យថា continue ទៀតចូលមកដល់កន្លែងនេះបងប្អូនកន្លែង term and condition នេះពាក់ព័ន្ធជាមួយនឹងព័ត៌មានក៏ដូចជា policy របស់ខាង Apple ណាចុចពាក្យថា agree អញ្ចឹងពេលដែលយើងចុច agree ហើយវានឹង load មកដូចនេះអញ្ចឹងធ្វើការ sign in បញ្ចូលមកដល់នេះយើងធ្វើការដាក់នៅ password លេខទូរស័ព្ទរបស់យើងចូល password ដែលយើងចាក់លុកដោះសោអេក្រង់ពេលដែលយើងបិទបើកទូរស័ព្ទឯណាបងប្អូនអញ្ចឹងបន្ទាប់ពីយើងធ្វើការវាយ password ហើយយើងចុចពាក្យថា done នៅខាងលើអញ្ចឹងធ្វើការ sign in បន្តទៀតតមកយើងទទួលបាននៅ Apple ID បងប្អូនអ្នកគ្នាក្នុងនេះ Apple ID នេះគឺបងប្អូនអាចធ្វើការយកទៅ download app នៅលើ App Store បានហើយក៏ដូចជាប្រើប្រាស់នៅលើទូរស័ព្ទរបស់យើងបានផងដែរអរគុណសម្រាប់ការតាមដានហើយខ្ញុំនឹងជួបបងប្អូនអ្នកគ្នានៅវីដេអូក្រោយទៀត